ថ្ងៃនេះនាំ baby នៅក្នុងពោះមកអន្តរសាស្ត្រ MFM លើកទី1នៅអាយុគាត់21សប្តាហ៍មើលឃើញអ្វីខ្លះតោះមកមើលទាំងអស់គ្នាការពិនិត្យអន្តរសាស្ត្រ MFM គឺជាការពិនិត្យត្រួតស៊ីជម្រៅខ្លាំងរហូតដល់ថ្នាក់ឃើញអវយវៈនៅក្នុង baby របស់យើងនឹងច្បាស់ហើយលម្អិតលម្អន់មែនតែនពិនិត្យដោយវិជ្ជបណ្ឌិតជំនាញឯកទេសមេដានិងទារកផ្នែកអេកូណាត់របស់ខ្ញុំនឹងគឺនៅពេលថ្ងៃអញ្ចឹងពេលព្រឹកខ្ញុំមកធ្វើការធម្មតាសិនរហូតដល់ពេលណាត់ម៉ោង1ជាង2ហ្នឹងខ្ញុំចុះទៅផ្នែកសម្ភពឬផ្នែកអេកូហ្នឹងដើម្បីទៅពិនិត្យ MFM បន្ទាប់មកខ្ញុំបានទៅធ្វើការចុះឈ្មោះចាំវិជ្ជបណ្ឌិតដើម្បីមកត្រួតពិនិត្យម្ដាយខ្លះគាត់មានចម្ងល់ថាចុះយើងទៅអេកូអាដងហ្នឹងពិនិត្យអត់ទាន់ឃើញច្បាស់ទៀតមែនអេកូពីមួយលើកទៅមួយលើកឬពីមួយខែទៅមួយខែហ្នឹងវាអត់ដូចគ្នាទេនៅក្នុងការអេកូគឺខុសគ្នាទៅតាមសប្តាហ៍របស់កូនយើងលូតលាស់នីមួយៗតែការធ្វើអន្តរសាស្ត្រឬការធ្វើអេកូ MFM នេះជាការពិនិត្យដ៏ស៊ីជម្រៅទៅដល់សរីរាង្គខាងក្នុងរបស់កូនរបស់យើងមើលពិនិត្យឡើងលម្អិតលម្អន់មែនតែនថាសរីរាង្គខាងក្នុងហ្នឹងគាត់មានអវយវៈហ្នឹងគ្រប់អត់ខ្វះមានលើសទៅណាអត់ដូច្នេះហើយការមើលសរីរាង្គនៅខាងក្នុងអញ្ចឹងតើឲ្យសរីរាង្គនៅខាងក្នុងគាត់រីកលូតលាស់សិនគាត់អាចធ្វើអន្តរសាស្ត្រឬអេកូ MFM នេះបានគឺនៅអាយុគាត់ចាប់ពី18ដល់21សប្តាហ៍តាមមើលនេះផងដែរមើលឃើញតាំងពីឆ្អឹងក្បាលខួរក្បាលបេះដូងអវយវៈដែលនៅក្នុងពោះពោះវៀនកាពះកលៀនផ្នែកឆ្អឹងមើលឃើញតាំងពីឆ្អឹងខ្នងឆ្អឹងដៃឆ្អឹងជើងម្រាមដៃម្រាមជើងច្រមុះភ្នែកជាមុខមាត់ឆែបឬក៏អូមមាត់ខាងក្នុងឆែបអត់កំពុងនោះខ្ញុំមានអារម្មណ៍ថារំភើបហើយភ័យព្រួយផងដែរចាំតិចក៏ព្យាយាមមើលឲ្យល្អិតល្អន់ឲ្យយើងសារកូនខ្ញុំកេងផ្កាប់មុខទៅគាត់មើលឃើញមុខហ្នឹងអត់សូវច្បាស់ទេហើយខ្ញុំងើបទៅដើរប្រហែលជា10នាទីសិនគាត់ក៏អត់បានប្រាប់លទ្ធផលមកខ្ញុំដែរអញ្ចឹងខ្ញុំក៏មានការភ័យព្រួយបារម្ភជាខ្លាំងមែនតើបន្ទាប់ពីដើរហើយកូនខ្ញុំក៏នៅតែព្រមឲ្យឃើញមុខទៀតតែវិជ្ជាបណ្ឌិតគាត់បានបញ្យល់ប្រាប់យើងពីលទ្ធផលដែលគាត់អេកូមុននឹងពីអវយវៈផ្សេងទៀតដែលគាត់អាចមើលឃើញនឹងប្រាប់ថាគ្រប់អវយវៈដែលគាត់មើលឃើញនឹងគឺប្រកបដោយទេលែងតែមុខមួយនឹងហ្មងគឺអត់ឲ្យឃើញដល់ពេលគាត់អត់ឲ្យឃើញមុខក៏យើងអាចមើលឃើញថាគាត់មានមាត់ឆែបក៏ក្អូមមាត់ខាងក្នុងនឹងឆែបអត់ពេលទៅក៏បដូរទៅជាមើល 3D នៅក្នុងរូបហើយក៏មានយកដៃមកបាំងមុខមួយចាហៀងទៀតអូយកូនខ្ញុំរយៈពេលធ្វើនឹងឡើងចិត្តកន្លះម៉ោងដែរបំផុតនេះគេក៏ព្រមឲ្យឃើញមុខហើយនេះឲ្យសរុបជាលទ្ធផលអវយវៈរបស់កូនខ្ញុំគឺគ្រប់ទាំងអស់មុខមាត់ក៏អត់មានការឆែបមានអីដែរតែយើងនៅចាំលទ្ធផលពេលកើតម្ដងទៀតខ្ញុំសប្បាយចិត្តដែលបានឃើញមុខកូនរបស់ខ្ញុំលើកទី1សូមណែនាំឲ្យអ្នកម្ដាយទាំងអស់គួរតែពិនិត្យដែរថ្ងៃនេះក៏មានតែប៉ុណ្ណឹង